ព្រឹទ្ធសភាអាមេរិកបោះឆ្នោតប្រឆាំងនឹងការកំណត់សមត្ថភាពរបស់លោកTrumpក្នុងការវាយប្រហារប្រទេសវេណេស៊ុយអេឡាបើតាមការចេញផ្សាយដោយ Al Jazeera នៅថ្ងៃទី7 វិច្ឆិកានេះថាការស្ទង់សម្លេងការគាំទ្រមួយបានរកឃើញថាប្រជាជនភាគច្រើននៅសហរដ្ឋអាមេរិកប្រឆាំងសកម្មភាពយោធាប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡាជាកន្លែងដែលលោកTrumpបានបង្កើនសម្ពាធយោធាសមាជិកគណៈបក្សសាធារណរដ្ឋនៅក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិកបានបោះឆ្នោតប្រឆាំងនឹងច្បាប់ដែលនឹងតម្រូវឲ្យប្រធានាធិបតីអាមេរិកលោក Donald Trump ទទួលបានការយល់ព្រមពីសភាសម្រាប់ការវាយប្រហារយោធាណាមួយលើប្រទេសវេណេស៊ុយអេឡាសមាជិកគណៈបក្សសាធារណរដ្ឋ2នាក់បានឆ្លងកាត់ច្រកនយោបាយហើយបានចូលរួមជាមួយគណៈបកប្រជាធិបតេយ្យដើម្បីបោះឆ្នោតគាំទ្រច្បាប់នេះនៅថ្ងៃប្រហ័សប៉ុន្តែការគាំទ្ររបស់ពួកគេមិនគ្រប់គ្រាន់ដើម្បីធានាការអនុម័តនោះទេហើយសេចក្តីព្រាងច្បាប់នេះបានបរាជ័យក្នុងការអនុម័តដោយសម្លេងគាំទ្រ51ទល់នឹង49យើងមិនគួរធ្វើសង្គ្រាមដោយគ្មានការបោះឆ្នោតពីសភាទេសមាជិកព្រឹទ្ធសភាប្រជាធិបតេយ្យលោក Tim Kaine បាននិយាយក្នុងអំឡុងពេលថ្លែងសុន្ទរកថាមួយការបោះឆ្នោតនេះកើតឡើងចំពេលមានការបង្កើនកម្លាំងយោធារបស់សហរដ្ឋអាមេរិកនៅអាមេរិកខាងត្បូងនិងការវាយប្រហារយោធាជាបន្តបន្ទាប់ដែលផ្ដោតលើនាវានៅក្នុងដែនទឹកអន្តរជាតិនៅវេណេស៊ុយអេឡានិងកូឡុំប៊ីដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់65នាក់សហរដ្ឋអាមេរិកបានចោទប្រកាន់ដោយមិនបង្ហាញភស្តុតាងថាទុកដែលខ្លួនបានទម្លាក់គ្រាប់បែកកំពុងដឹកជញ្ជូនគ្រឿងញៀនប៉ុន្តែមេដឹកនាំអាមេរិកឡាទីនសមាជិកសភាមួយចំនួនអ្នកជំនាញច្បាប់អន្តរជាតិនិងសមាជិកគ្រួសាររបស់អ្នកស្លាប់បានពិពណ៌នាអំពីការវាយប្រហាររបស់សហរដ្ឋអាមេរិកថាជាការសម្លាប់ក្រៅប្រព័ន្ធតុលាការដោយអះអាងថាភាគច្រើននៃអ្នកស្លាប់គឺជាអ្នកនេសាទការភ័យខ្លាចកំពុងកើនឡើងឥឡូវនេះថាលោកTrumpនឹងប្រើប្រាស់ការដាក់ពង្រាយយោធានៅក្នុងតំបន់ដែលរួមមានកងទ័ពអាមេរិករាប់ពាន់នាក់នាវាមួយទឹកនុយក្លេអ៊ែរមួយគ្រឿងនិងក្រុមនាវាចម្បាំងមួយក្រុមដែលអមដំណើរនាវា USS Gerald R. Ford ដែលជានាវាផ្ទុកយន្តហោះដ៏ទំនើបបំផុតរបស់កងទ័ពជើងទឹកអាមេរិកដើម្បីបើកការវាយប្រហារលើប្រទេសវេណេស៊ុយអេឡាក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទម្លាក់លោកប្រធានាធិបតី Nicolas Maduro ទីក្រុងវ៉ាស៊ីនតោនបានចាប់ប្រកាន់លោក Maduro ពីបទជួញដូរគ្រឿងញៀនហើយលោក Trump បានបង្ហើបពីការវាយប្រហារលើទឹកដីវេណេស៊ុយអេឡាលោក Adam Schiff សមាជិកព្រឹទ្ធសភាមកពីរដ្ឋកាលីហ្វ័រញ៉ាដែលបានលើកឡើងពីចលនាកងទ័ពយោធារបស់លោកTrumpឆ្ពោះទៅរកប្រទេសវេណេស៊ុយអេឡាបាននិយាយកាលពីថ្ងៃប្រហ័សថាវាពិតជាអាចកំបាំងបើកចំហមួយដែលរឿងនេះតាក់ទងនឹងការផ្លាស់ប្ដូររបបដែលអាចកើតមានប្រសិនបើនោះជាកន្លែងដែលរដ្ឋបាលកំពុងឆ្ពោះទៅប្រសិនបើនោះជាអ្វីដែលយើងកំពុងប្រថុយប្រឋានការចូលរួមក្នុងសង្គ្រាមនោះសភាត្រូវការស្ដាប់អំពីរឿងនេះគីលោកបាននិយាយមុននេះបន្តិចនៅថ្ងៃប្រហ័សយន្តហោះទម្លាក់គ្រាប់បែក P-52 ពីរគ្រឿងរបស់សហរដ្ឋអាមេរិកបានហោះហើរពីលើសមុទ្រការ៉ាប៊ីនតាមបណ្ដោយឆ្នេរសមុទ្រនៃប្រទេសវេណេស៊ុយអេឡានេះបើយោងតាមទិន្នន័យតាមដានការហោះហើរទិន្នន័យពីគេហទំព័រតាមដាន Flight Radar 24បានបង្ហាញថាយន្តហោះទម្លាក់គ្រាប់បែកទាំងពីរគ្រឿងហោះហើរស្របទៅនឹងឆ្នេរសមុទ្រវេណេស៊ុយអេឡាបន្ទាប់មកបានវិលជុំវិញភាគឦសាននៃការ៉ាកាសមុនពេលធ្វើដំណើរត្រឡប់មកវិញតាមបណ្ដោយឆ្នេរសមុទ្រហើយបត់ទៅខាងជើងហើយហោះហើរបន្ថែមទៀតទៅកាន់សមុទ្រវត្តមានរបស់យន្តហោះទម្លាក់គ្រាប់បែកអាមេរិកនៅឯនីសមុទ្រវេណេស៊ុយអេឡាគឺជាយ៉ាងហោចណាស់លើកទី4ហើយដែលយន្តហោះយោធាអាមេរិកបានហោះហើរនៅជិតព្រំដែនរបស់ប្រទេសចាប់តាំងពីពាក់កណ្ដាលខែតុលាដោយយន្តហោះ P-52 បានធ្វើដូច្នេះម្ដងហើយម្ដងទៀតនិងយន្តហោះទម្លាក់គ្រាប់បែក P-1B ពីរដងទៀតការគាំទ្រពីសាធារណជនតិចតួចនៅសហរដ្ឋអាមេរិកចំពោះការវាយប្រហារលើប្រទេសវេណេស៊ុយអេឡាការស្ទង់សម្លេងថ្មីនេះបានរកឃើញថាមានតែ 18% នៃប្រជាជននៅសហរដ្ឋអាមេរិកប៉ុណ្ណោះដែលគាំទ្រសូម្បីតែការប្រើប្រាស់កម្លាំងយោធាមានកម្រិតដើម្បីផ្ដួលរំលំរដ្ឋាភិបាលរបស់លោក Maduro ការស្រាវជ្រាវដោយ YouGov ក៏បានរកឃើញផងដែរថា74% នៃប្រជាជននៅសហរដ្ឋអាមេរិកជឿថាប្រធានាធិបតីមិនគួរអាចធ្វើការវាយប្រហារយោធានៅបរទេសដោយគ្មានការយល់ព្រមពីសភាទេស្របតាមតម្រូវការនៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកទោះជាយ៉ាងណាក៏ដោយអ្នកតាក់តែងច្បាប់សាធារណរដ្ឋបានទទួលយកការវាយប្រហារថ្មីនេះលើនាវានៅក្នុងតំបន់ការ៉ាប៊ីននិងប៉ាស៊ីហ្វិកដោយអនុម័តគ្រប់ខណ្ឌរបស់រដ្ឋបាលលោកTrumpអំពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការកាត់ផ្តាច់លំហូរគ្រឿងញៀនទៅកាន់សហរដ្ឋអាមេរិកសំណួរអំពីភាពស្របច្បាប់នៃការវាយប្រហារបែបនេះទាំងក្រោមច្បាប់សហរដ្ឋអាមេរិកឬច្បាប់អន្តរជាតិហាក់ដូចជាមិនមែនជាកង្វល់ដ៏ធំសម្រាប់សាធារណរដ្ឋជាច្រើននោះទេ
សមាជិកព្រឹទ្ធសភា Jim Risch ដែលជាប្រធានគណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាមកពីគណៈបក្សសាធារណរដ្ឋបានថ្លែងនៅក្នុងសុនទ្រកថាដែលប្រកាសពីការគាំទ្ររបស់លោកចំពោះការវាយប្រហារទាំងនេះថាប្រធានាធិបតី Trump បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីការពារជនជាតិអាមេរិករាប់ពាន់នាក់ពីគ្រឿងញៀនដ៏សាហាវខណៈពេលដែលមានតែសមាជិកព្រឹទ្ធសភាសាធារណរដ្ឋ2នាក់ប៉ុណ្ណោះគឺលោក Rand Paul និងលោកស្រី Lisa Murkowski បានចុះចូលជាមួយពួកប្រជាធិបតេយ្យឲ្យក្នុងការគាំទ្រច្បាប់ដើម្បីកំណត់សមត្ថភាពរបស់លោក Trump ក្នុងការធ្វើសង្គ្រាមដោយឯកតោភាគីនៅថ្ងៃប្រហ័សអ្នកអភិរក្សនិយមមួយចំនួនបានសម្ដែងការខកចិត្តចំពោះសង្គ្រាមដែលអាចកើតមានលើប្រទេសវេណេស៊ុយអេឡាលោក Trump បានធ្វើយុទ្ធនាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីដោយសន្យាថានឹងដកសហរដ្ឋអាមេរិកចេញពីការជាប់ពាក់ព័ន្ធយោធាបរទេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះសភាបានខិតខំប្រឹងប្រែងម្ដុំម្កាលដើម្បីបញ្ជាក់ខ្លួនឯងឡើងវិញនិងដាក់កម្រិតលើការចូលរួមយោធាបរទេសតាមរយៈសេចក្តីសម្រេចស្តីពីអំណាចសង្គ្រាមឆ្នាំ1973ដែលបានបញ្ជាក់ជាថ្មីថាសភាតែមួយគត់មានអំណាចក្នុងការប្រកាសសង្គ្រាម